ទឹកឃ្មុំត្រាំកន្ទួតព្រៃតើគួរតែត្រាំបែបណាដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ចំពោះការប្រើប្រាស់ទៅតាមសុខភាពរបស់បងប្អូនទាំងអស់គ្នាបងប្អូនធ្លាប់តែឃើញខ្ញុំចាស់ចែករំលែកអំពីការត្រាំទឹកឃ្មុំជាមួយនឹងផ្លែកន្ទួតព្រៃគឺយើងត្រាំបែបទាំងមូលហើយក៏មានបងប្អូនបានដឹងហើយថាការត្រាំទឹកឃ្មុំជាមួយនឹងកន្ទួតព្រៃគឺមានច្រើនបែបបទមែនទែនបងប្អូនខ្លះក៏គាត់គិតថាការដែលត្រាំទឹកឃ្មុំជាមួយនឹងកន្ទួតព្រៃបើយើងត្រាំទាំងមូលក៏ល្អចាស់ហើយបើយើងបានប្របែកផ្លែកន្ទួតព្រៃឲ្យបែកចាស់រួចហើយចាំយើងចាក់ទឹកឃ្មុំត្រាំក៏ល្អហើយក៏មានបងប្អូនខ្លះគាត់ថាយកផ្លែកន្ទួតព្រៃទៅហាលឲ្យស្ងួតចាំដាក់ត្រាំក៏ល្អដែរអញ្ចឹងគឺសរុបរួមមកមិនថាបងប្អូនត្រាំបែបមួយណាទេឲ្យតែបងប្អូនត្រាំទឹកឃ្មុំជាមួយនឹងកន្ទួតព្រៃសុទ្ធតែជាការល្អសម្រាប់ការប្រើប្រាស់សុខភាពអញ្ចឹងបងប្អូនដឹងទេថាអត្ថប្រយោជន៍នៃផ្លែកន្ទួតព្រៃត្រាំទឹកឃ្មុំគឺជួយច្រើនមែនទែនសម្រាប់សុខភាពចាអញ្ចឹងពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗឬក៏វិធីទទួលទៀតបងប្អូនអាចតាមដានជាមួយនឹងវីដេអូរបស់ខ្ញុំបន្តទៀតផងដែរអញ្ចឹងថ្ងៃនេះគឺនាងខ្ញុំនឹងមកចែករំលែកក៏ដូចជាមានចំណុចមួយចំនួនដើម្បីជម្រាបជូនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការចាក់បុកកន្ទួតព្រៃឲ្យបែករួចហើយចាំយើងចាដាក់ទឹកឃ្មុំត្រាំអញ្ចឹងនេះគឺជាការកម្មង់របស់អតិថិជនចាដែលគាត់ឲ្យនាងខ្ញុំចាបុកផ្លែកន្ទួតព្រៃឲ្យបែករួចហើយយកទឹកឃ្មុំចាដែលជាប្រភេទទឹកឃ្មុំកសិដ្ឋានចិញ្ចឹមរបស់យើងខ្ញុំផ្ទាល់ជាប្រភេទទឹកឃ្មុំឆៅយកមកដាក់ត្រាំជូនគាត់ចំនួន2ក្រឡធំណាបងប្អូនចាក្រឡនីមួយៗគឺមានចំណុះ10លីត្រអញ្ចឹងចំពោះការប្រើប្រាស់ទឹកឃ្មុំក៏អាស្រ័យទៅលើសុខភាពរបស់បងប្អូនអាស្រ័យទៅលើតម្រូវការរបស់បងប្អូនចាបងប្អូនខ្លះគាត់គិតថាការត្រាំទឹកឃ្មុំតើតែយើងដាក់ទឹកឃ្មុំឲ្យលេចផ្លែកន្ទួតព្រៃទៅផ្លែកន្ទួតព្រៃរបស់យើងនឹងវាអត់ខូចវាអត់ដុះផ្សិតវាអត់ខ្មៅអីអញ្ចឹងទៅចាតែសម្រាប់រូបមន្តរបស់ខ្ញុំគឺខ្ញុំមានរូបមន្តច្បាស់លាស់ពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍រួមមានន័យថាមិនថាបងប្អូនមានបញ្ហាសុខភាពដូចជាកាពះពោះវៀនរ៉ាំរ៉ៃបញ្ហាតម្រងនោមចាបញ្ហាលើសជាតិខ្លាញ់រោមបេះដូងចាបញ្ហាជឿសន្លាក់លើសជាតិស្ករក៏គាត់អាចញ៉ាំបានដែរដោយសារតែខ្ញុំគឺអត់ប្រើទឹកឃ្មុំច្រើននោះទេណាបងប្អូនអញ្ចឹងសម្រាប់ការធ្វើរបស់ខ្ញុំបើឲ្យថាប្រាប់ទាំងអស់បង្ហាញទាំងអស់គឺអត់អាចបង្ហាញទាំងអស់បានទេអញ្ចឹងខ្ញុំអាចចែករំលែកត្រឹមចា80ទៅ90%អញ្ចឹងជាដំបូងឡើយបងប្អូនលាងផ្លែកន្ទួតព្រៃឲ្យស្អាតរួចហើយបងប្អូនសម្ងួតឲ្យស្ងួតល្អបន្ទាប់មកយកវាមកដំក៏បានយកវាមកពុះឲ្យបាយជ្រៀកក៏បានណាបងប្អូនរួចហើយបងប្អូនយកប្រភេទទឹកឃ្មុំដែលបងប្អូនមានមិនថាជាទឹកឃ្មុំចិញ្ចឹមមិនថាជាទឹកឃ្មុំព្រៃការប្រើប្រាស់ទឹកឃ្មុំគឺយើងបែងចែកចេញត្រឹមតែ2យ៉ាងទេគឺទឹកឃ្មុំឆៅនិងទឹកឃ្មុំឆ្អិនអញ្ចឹងកន្លែងនេះគឺខ្ញុំសូមបើកវងកញ្ចក់បន្តិចណាបងប្អូនមានបងប្អូនខ្លះគាត់ត្រាំកន្ទួតព្រៃទឹកឃ្មុំដែរក៏ប៉ុន្តែគឺគាត់ប្រើប្រភេទទឹកឃ្មុំឆ្អិនពួកទឹកឃ្មុំឆ្អិនវាអត់មានសារធាតុចិញ្ចឹមសំខាន់ពីរុក្ខជាតិច្រើនដោយប្រភេទទឹកឃ្មុំឆៅទេអញ្ចឹងសម្រាប់ការត្រាំជាឱសថបែបនេះល្អបំផុតគឺបងប្អូនប្រើប្រភេទទឹកឃ្មុំឆៅតែបើបងប្អូនមានទឹកឃ្មុំឆ្អិនបងប្អូនត្រាំក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់តែសម្រាប់ខ្ញុំរីខមមិនថាបងប្អូនប្រើទឹកឃ្មុំឆៅគឺល្អបំផុតចឹងនៅពេលដែលបងប្អូនចាក់ទឹកឃ្មុំចាបើសិនជាបងប្អូនមិនមានបញ្ហាដូចជាលើសជាតិស្ករទឹកនោមផ្អែមនោះទេចាបងប្អូនចង់ប្រើទឹកឃ្មុំឲ្យលេចផ្លែកន្ទួតព្រៃក៏បានដែរក៏ប៉ុន្តែការប្រើប្រាស់ទឹកឃ្មុំច្រើនគឺវាអត់សូវមានគេហៅថាការបឺតកម្ដៅដើម្បីចាបញ្ចេញនៅសារធាតុជាតិទឹកអំពីផ្លែកន្ទួតព្រៃបានល្អងុំនោះទេអញ្ចឹងបើសិនជាបងប្អូនដាក់ទឹកឃ្មុំឲ្យពេញក្រឡផ្លែកន្ទួតព្រៃពិតប្រាកដណាស់ចាបរិមាណដែលបងប្អូនដាក់ចូលក្នុងក្រឡប៉ុណ្ណាគឺវានៅតែប៉ុណ្ណឹងតែបើបងប្អូនសាកល្បងចាបងប្អូនដាក់ទឹកឃ្មុំត្រឹមតែ50% 70%ឬក៏ត្រឹមចា40%បងប្អូននឹងដឹងអំពីចំណុចពិសេសនោះគឺទឹកឃ្មុំគឺមានកម្ដៅណាបងប្អូនចាដូច្នេះហើយគឺវាបឺតផ្លែកន្ទួតព្រៃឲ្យចេញទឹកមកពីខាងក្នុងផ្លែតែម្ដងតែបើសិនជាបងប្អូនត្រាំបែបវៃប្រវែកឬមួយក៏ដំប្រវែកបែបនេះគឺវាអត់ចេញមកពីខាងក្នុងផ្លែទេតែទឹកឃ្មុំដែលបងប្អូនចាក់បញ្ចូលទៅក្នុងក្រឡគឺវានឹងចារួមបញ្ចូលទៅក្នុងផ្លែកន្ទួតព្រៃវិញហើយសម្រាប់ពេលដែលបងប្អូនយកផ្លែនោះយកមកញ៉ាំគឺមានរសជាតិផ្អែមជូរចត់ល្វីងបន្តិចចាទៅតាមចារយៈពេលនៃការត្រាំក៏ប៉ុន្តែរសជាតិរបស់វាគឺឆ្ងាញ់ឆ្ងាញ់ហើយសម្រាប់ទឹកកន្ទួតព្រៃហ្នឹងក៏បងប្អូនអាចញ៉ាំបានផ្លែកន្ទួតព្រៃក៏បងប្អូនអាចញ៉ាំបានហើយងាយស្រួលញ៉ាំក៏ប៉ុន្តែពាក់ព័ន្ធជាមួយនឹងការត្រាំបែបវៃកន្ទួតព្រៃឲ្យបាចឬក៏ដំកន្ទួតព្រៃឲ្យបាចបើសិនជាប្រៀបធៀបជាមួយនឹងការត្រាំទាំងមូលចានេះបងប្អូនអាចមើលវីដេអូនេះបានភាពខុសគ្នារវាងការដែលត្រាំកន្ទួតព្រៃទាំងមូលហើយនឹងយើងត្រាំវៃបំបែកអញ្ចឹងសរុបរួមមកវិញបើសិនជាបងប្អូនចង់ធ្វើបងប្អូនអាចសាកល្បងបានណាចាបងប្អូនបែងចែកចេញជា2គីឡូទៅចាទី1គឺចាយើងវៃបំបែកកន្ទួតហើយចាក់ទឹកឃ្មុំឲ្យលិចឬមួយក៏ពាក់កណ្ដាលអញ្ចឹងទៅទី2គឺបងប្អូនមិនចាំបាច់ចំណាយពេលទៅវៃកន្ទួតទេគ្រាន់តែដាក់ផ្លែកន្ទួតព្រៃចូលគីឡូហើយចាក់ទឹកឃ្មុំទៅតាមតម្រូវការដែលបងប្អូនចង់បានរួចហើយចាទុករយៈពេលចា1សប្តាហ៍2សប្តាហ៍3សប្តាហ៍ឬក៏1ខែបងប្អូនបើកយកញ៉ាំនឹងដឹងថារសជាតិនៃទឹកឃ្មុំត្រាំកន្ទួតព្រៃទាំងពីរហ្នឹងគឺវាមានចំណុចមួយណាដែលវាមិនដូចគ្នាសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងហើយបើបងប្អូនពេញចិត្តរាល់ការចែករំលែកនៃវីដេអូសម្រាប់សុខភាពផ្សេងៗកុំភ្លេចជួយ share ចែករំលែកជាកម្លាំងចិត្តដល់ admin ផងដែរសូមអរគុណច្រើនសូមគោរពលាជួបជាមួយនឹងនាងខ្ញុំនៅវីដេអូបន្ទាប់